តើប្រទេសទាំងអស់នោះគាត់ត្រូវមានវិធានការទប់យ៉ាងម៉េចដើម្បីកុំឲ្យក្រុម Gen Z ហ្នឹងក្រុមយុវជនដែលពេញកម្លាំងហ្នឹងផ្ទុះការតវ៉ាក្នុងប្រទេសមួយៗហ្នឹងបើសិនជាខ្ញុំមើលក្នុងរបាយការណ៍ World Economic Forum គេមានលើកឡើង3ចំណុចតែប៉ុន្តែខ្ញុំលើកឡើងជារបាយការណ៍ត្រួសត្រាយដើម្បីបង្ហាញប្រាប់បងប្អូនហ្នឹងគឺនៅក្នុងរដ្ឋាភិបាលប្រទេសមួយហ្នឹងគឺត្រូវលើកទឹកចិត្តឲ្យមានគេហៅថាកិច្ចសហប្រតិបត្តិការរវាងមនុស្សចំនួនមុនហើយនិងចំនួនឥឡូវមានន័យថាក្រុមយុវជន Gen Z ហើយនិងមនុស្សគ្រប់ចំនួននោះឲ្យមានកិច្ចសហប្រតិបត្តិការរវាងគ្នាដើម្បីធ្វើការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទាំងអស់គ្នាអញ្ចឹងអត់មានការកាត់ផ្តាច់ទេមនុស្សចំនួនមុនផ្សេងចំនួនមនុស្សយុវជនផ្សេងគឺកាលណាមានការកាត់ផ្តាច់គឺនឹងនាំឲ្យមានពាក្យនឹងនាំឲ្យមានការតវ៉ាប្រឆាំងគំនិតរវាងមនុស្សចំនួនមុនឬក៏ក្រុមយុវជនអញ្ចឹងនេះគឺជារឿងដែលរដ្ឋាភិបាលប្រទេសនេះត្រូវធ្វើអំពីការសម្របសម្រួលលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែរលូនរវាងក្រុមយុវជន Gen Z ហ្នឹងហើយនិងមនុស្សគ្រប់ចំនួននៅក្នុងប្រទេសមួយដើម្បីធ្វើការអភិវឌ្ឍជារួមទី2នេះគឺយើងត្រូវតែហៅថាការអភិវឌ្ឍជំនាញណាអញ្ចឹងគេហៅជំនាញគឺជំនាញឲ្យត្រូវបាទអញ្ចឹងត្រូវទៅនឹងមនុស្សគ្រប់ចំនួនឧបមាថាមនុស្សចំនួន Gen Z ហ្នឹងគឺគាត់មានសមត្ថភាពពេញលេញច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាតែមនុស្សចំនួនមុនគឺគាត់អត់សូវដឹងស្វែងយល់រឿងអ៊ីនធឺណិតឬក៏បច្ចេកវិទ្យាឬក៏ទូរស័ព្ទដៃ smartphone នេះទេអញ្ចឹងរដ្ឋាភិបាលត្រូវតែគេហៅថា train ដើម្បីឲ្យមនុស្សចំនួនមុនហើយនិងចំនួនលើកដើម្បីទទួលបានព័ត៌មានហើយទទួលបានព័ត៌មានហ្នឹងគឺក្នុងន័យអភិវឌ្ឍខ្លួនឯងគេហៅថាបម្រើឲ្យគេហៅ personal interest ហើយនិងការកំសាន្តរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ហើយនិងសេដ្ឋកិច្ចរបស់ខ្លួនឯងនេះគឺជាភារៈរបស់រដ្ឋាភិបាលប្រទេសមួយត្រូវធ្វើ